បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៅក្នុងការប្រើប្រាស់ Page Border ហើយនៅក្នុង Page Border នេះគឺយើងប្រើប្រាស់សម្រាប់ដាក់ស៊ុំនោះឯងអញ្ចឹងកុំឲ្យខាតពេលខ្ញុំសូមបង្ហាញយកតែម្ដងបាទជាដំបូងគឺបងប្អូនទាំងអស់គ្នាគឺធ្វើការបើកកម្មវិធីរបស់យើងគឺកម្មវិធី Word បាទអូខេយើងធ្វើការបើកមករួចរាល់បែបនេះគឺយើងចូលទៅកាន់ពាក្យថា Designចឹងនៅក្នុង design បងប្អូនមានគំរូច្រើននៅក្នុងនេះខ្ញុំសូមបង្ហាញលឿនតែម្ដងបាទចឹងបងប្អូនចូលមកកាន់ design មកហើយបងប្អូនឃើញទៅលើមុខងារមួយគេហៅថា page border ចឹងនៅក្នុង page border នេះគឺយើងប្រើប្រាស់វាសម្រាប់ដាក់ទៅលើស៊ុំផ្សេងហើយក្នុងការដាក់ស៊ុំនេះគឺយើងប្រើទៅលើស៊ុំដែលមានស្រាប់នៅក្នុងកម្មវិធីរបស់វាគឺកម្មវិធី Word នេះឯងបាទចឹងដើម្បីធ្វើការដាក់បងប្អូនគ្រាន់តែធ្វើការចុចទៅលើពាក្យថា page border ហ្នឹងមកហើយពេលនោះវានឹងបង្ហាញផ្ទាំងមួយខាងក្រោមមួយមកហើយក្នុងផ្ទាំងខាងក្រោមនេះគេគឺវាបង្ហាញឈ្មោះ3គឺទី1 border ទី2ទៅលើ page border ហើយទី3ទៅលើ setting អញ្ចឹងក្នុងនេះគឺខ្ញុំបញ្ជាក់ទៅលើតែ page border ទេដោយសារតែ page border គឺយើងប្រើសម្រាប់ចាក់ទៅលើស៊ុំខាងក្រៅទាំងអស់ហើយផ្សេងពីហ្នឹងគឺខ្ញុំអត់បង្ហាញទេបាទអញ្ចឹងតោះយើងកុំឲ្យខាតពេលយើងចូលមកទៅលើការប្រើប្រាស់ page border អញ្ចឹងពេលដែលបងប្អូនចូលទៅលើ page border យើងឃើញមានទម្រង់បែបនេះទី1បងប្អូនទៅលើឃើញមានមើលទៅឃើញមានពាក្យថា setting ក្នុង setting នេះវាជាគំរូ model ស្រាប់ដែលវាផ្ដល់ឲ្យហើយសម្រាប់ត្រង់ចំណុច style នេះគឺមានន័យថាវាជាគំរូ mode ស៊ុំឬក៏អាចថាយើងបន្តបត់ជុំវិញបងប្អូនអាចមើលបានមានគំរូខាងក្រោមបន្ថែមទៀតបងប្អូនអាចធ្វើបានជាឧទាហរណ៍ខ្ញុំចាញ់ឈ្មោះឧទាហរណ៍ឲ្យមើលបាទចាំខ្ញុំបញ្យល់មួយសិនហើយពាក់ព័ន្ធទៅនឹងខាងក្រោមនេះគេហៅថា color នេះគឺយើងចាក់ពណ៌ទៅឲ្យស៊ុំផ្នែកខាងលើដែលខ្ញុំបានធ្វើការជ្រើសរើសបាច់មិញហ្នឹងឧទាហរណ៍ថាបងប្អូនស្រឡាញ់ពណ៌ក្រហមគឺយើងចុចទៅលើពណ៌ក្រហមតែម្ដងបាទហើយមួយទៀតគឺ Y ត្រង់ចំណុច Y នេះគឺជាកន្លែងដែលយើងអាចធ្វើការពង្រីកទំហំស៊ុំរបស់យើងបានបងប្អូនស្រឡាញ់ប៉ុណ្ណាយកប៉ុណ្ណឹងទៅបាទខ្ញុំយកតែ3ទេជាការឧទាហរណ៍បាទហើយយើងមើលមកចំណុច preview បងប្អូនមើលឃើញមានកន្លែង3គឺបងប្អូនអាចធ្វើការកាត់វាចេញក៏បានឬក៏មិនកាត់វាចេញក៏បានដោយគ្រាន់តែចុចទៅលើទម្រង់ preview 4ជ្រុងគឺមានខាងលើខាងឆ្វេងស្ដាំហើយនិងក្រោមចានេះឧទាហរណ៍ថាបើសិនជាបងប្អូនចង់ផ្ដាច់ផ្នែកខាងលើគឺបងប្អូនគ្រាន់តែចុចលើប៉ុណ្ណេះមកអាចផ្ដាច់បានហើយបាទហើយបើសិនជាចង់ផ្ដាច់ផ្នែកខាងក្រោមគឺចុចតែខាងក្រោមនេះមួយមកគឺផ្ដាច់តែម្ដងបាទចង់ដាក់វិញគឺយើងចុចលើហ្នឹងអានេះគឺខាងឆ្វេងហើយនេះគឺខាងស្ដាំចឹងបងប្អូនអាចធ្វើការចុចលើហ្នឹងក៏បានបាទឬក៏វិធីសាស្ត្រមួយទៀតបងប្អូនអាចធ្វើការចុចលើនេះចូលតែម្ដងបាទចុចលើនេះក៏វាដាច់ដែរអត់បញ្ហាទេចូលវាមកវិញយើងចុចមកវិញហើយត្រង់ចំណុច apply នេះគឺមាន4មាន home មាន dissection មាន page មានអីចឹងទៅបាទពេលបងប្អូនប្រើគឺពិនិត្យមើលត្រង់ចំណុចនឹងជាក់ស្ដែងទៅបាទជាទូទៅបើសិនយើងដាក់ទៅលើกระดาษទាំងអស់គឺយើងប្រើខាងលើហើយ dissection នេះគឺយើងប្រើទៅលើផ្នែកกระดาษផ្សេងគ្នាអានេះខ្ញុំនឹងបង្ហាញមេរៀនបន្តទៀតយើងរៀន basic នេះខ្ញុំបង្ហាញពីទូទៅសិនបាទអញ្ចឹងពេលច្រើនគឺគេប្រើ whole document យើងចុចទៅលើវាមកអូខេមានប៉ុណ្ណឹងរួចរាល់យើងធ្វើការអូខេមកបាទនេះគឺទម្រង់របស់យើងគឺបែបនេះតែម្ដងបាទនេះគឺជាស៊ុំធម្មតាបើសិនជាបងប្អូនចង់ធ្វើការបដូរស៊ុំវាទៅជាស៊ុំមានក្បាច់សូមធ្វើការប្រើទៅលើ page border នឹងដដែលបាទបងប្អូនស្រឡឹងមើលមកខាងក្រោមនេះគឺមាន add មួយអញ្ចឹងមុនហ្នឹងគឺខ្ញុំអត់បាននិយាយរឿង add ទេចុះបងប្អូនអាចមើលទម្រង់ add នេះមកបាទក្នុងទម្រង់ add នេះគឺយើងមានគំរូជាលក្ខណៈស៊ុំផ្សេងបងប្អូនអាចធ្វើការរើសមើលបានបាទអញ្ចឹងយើងមើលទៅមានរូបផ្សេងអញ្ចឹងយើងអាចឆ្លាញ់នេះបានជាពិសេសចំពោះបងប្អូនដែលធ្វើលិខិតដូចជាបុណ្យការប្រាក់បុណ្យកឋិនទានអីខាងមុខនេះគឺអាចប្រើប្រាស់វាបានណាយើងអាចយកវាប្រើប្រាស់បានណាឬក៏បងប្អូនពិបាកទេយើងអាច download ស្ទង់ពីខាងក្រៅយកមកដាក់ក៏បានដែរអញ្ចឹងនេះគ្រាន់តែជាការឧទាហរណ៍ជូនបងប្អូនទេពេលប្រើជាក់ស្ដែងបងប្អូនប្រើមួយណាក៏ប្រើទៅតាមតម្រូវការជាក់ស្ដែងរៀងៗខ្លួនបាទអញ្ចឹងខ្ញុំសូមធ្វើការរើសជាមួយសិនបាទរើសមួយដើម្បីធ្វើការឧទាហរណ៍ជូនបាទអូខេអញ្ចឹងខ្ញុំចង់យកក្បាច់មួយនេះបាទខ្ញុំចង់យកក្បាច់ហើយវាប៉ុន្តែនឹងក្បាច់ហ្នឹងក៏យើងអាចធ្វើការបដូរពណ៌បានដែរយើងអាចបដូរពណ៌វាទៅបាទបដូរពណ៌បើអត់ស្រឡាញ់ទេហើយទំហំយើងអាចបរិបរោបានធម្មតាអត់បញ្ហាទេបាទយើងអូខេមកនេះបាទយើងបានទម្រង់បែបនេះ
អូខេអញ្ចឹងនេះគឺជាមេរៀនមួយដែលខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបនៅក្នុងការប្រើប្រាស់ border អញ្ចឹងបងប្អូនអាចធ្វើការអនុវត្តបានសម្រាប់មេរៀននេះហើយប្រសិនបើមានចម្ងល់ទៅលើការប្រើប្រាស់ផ្នែកណាមួយបាទសូមសាកសួរបាទអរគុណច្រើនបាទសូមអរគុណសូមជម្រាបលាបាទ